បែកធ្លាយទៅហើយបែកធ្លាយទៅហើយបងប្អូនគឺបែកធ្លាយការលក់ឈ្មោះទាហានបាទតាមរយៈបាទខេត្តព្រះវិហារគឺមេទាហានខ្លះលេចលឺមកគឺថាលក់ឈ្មោះទាហាន4លាន5លានឬក៏6លានស្របពេលដែលរដ្ឋាភិបាលបច្ចុប្បន្នគឺជ្រើសរើសទាហានស្ម័គ្រចិត្តតែប៉ុណ្ណោះដោយមិនមានការចំណាយថវិកាអ្វីឡើយមានតែការលើកទឹកចិត្តបន្ថែមពីលើអញ្ចឹងតាមរយៈការរាយការណ៍អំពីអ្នកមីងម្នាក់មកកាន់ខ្ញុំដែលគាត់សុំមិនបញ្ចេញឈ្មោះព្រោះភ័យអំពីសុវត្ថិភាពរបស់គាត់បានរាយការណ៍ថាមានការលក់ឈ្មោះទាហាននៅភូមិតាសែងឃុំរណសេស្រុកសង្គមថ្មីខេត្តព្រះវិហារតាមរយៈមេទាហានមួយចំនួនបានគក់យកលុយអ្នកដែលចង់ចូលធ្វើទាហាននោះចន្លោះពី4ទៅ6លានរៀលតើរឿងនេះជាការពិតឬយ៉ាងណាសូមអង្គភាពពាក់ព័ន្ធនៅភូមិឃុំដែលខ្ញុំបានរៀបរាប់ខាងលើចេញការបកស្រាយជាបន្ទាន់ហើយរឿងនេះបើវាជារឿងពិតគឺជារឿងមួយដែលអាត្មានិយមជាទីបំផុតនៅពេលដែលជាតិរបស់យើងកំពុងតែត្រូវការចាំបាច់នៅកម្លាំងបាទទាហានវីរៈកងទ័ពនៅក្នុងការការពារជាតិនិងទឹកដីរបស់យើងប៉ុន្តែបុគ្គលមួយចំនួនឆ្លៀតពេលដែលប្រទេសជាតិកំពុងតែលំបាកឆ្លៀតពេលឱកាសនេះយកមានបានរៀងខ្លួននោះវាជារឿងមួយដែលរដ្ឋាភិបាលមិនគួរលើកលែងនិងមិនគួរសម្រាលទោសសម្រាប់បុគ្គលទាំងនោះឡើយខ្ញុំសង្ឃឹមថារឿងនេះគ្រាន់តែជាពាក្យចចាមអារាមទៅចោះសង្ឃឹមថាអស់លោកនឹងចេញធ្វើការបកស្រាយបាទពីព្រោះអីយើងត្រូវដឹងបើយើងរើសទាហានតាមរយៈការទិញទឹកចិត្តតាមការរយៈផ្ដល់លុយទាហាននោះក៏មិនបានយកមនសិការនៅក្នុងការការពារជាតិពិតប្រាកដនោះដែរយើងនឹងមិនមានការជ្រើសរើសទាហានមួយដែលប្រកបដោយមនសិការនៅក្នុងការការពារជាតិនិងប្រជាជននោះទេបើអស់លោកនៅតែបន្តរបៀបនេះជាតិនេះនឹងរលាយបាទសង្ឃឹមថារឿងនេះនឹងមានការបកស្រាយយ៉ាងច្បាស់លាស់អំពីសំណាក់រដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធបាទស្ថាប័នពាក់ព័ន្ធបាទថាតើពិតឬក៏យ៉ាងណាព្រោះធម្មតាបងប្អូនហ្នឹងមិនមែនប្រជាជនសាមញ្ញគាត់សុកចិត្តបថុយបឋានរាយការណ៍មកកាន់ខ្ញុំទេអញ្ចឹងវាច្បាស់ជាមានតម្រុយណាមួយហើយក៏ខ្ញុំជឿជាក់ថាវាមិនមែនមេទាហានទាំងអស់សុទ្ធតែអាក្រក់នោះទេអាចនឹងមានម្នាក់ពីរនាក់ត្រីមកកត្រោអាចមានស្អុយមួយស្អុយពីរធ្វើរឿងអវិជ្ជមានទាំងអស់ហ្នឹងបាទសូមអរគុណ